มเรียบสู้พวกไม้บองปอนนี่คือเชียวิทโอทีพีในขนมประเทศญี่ปุ่นจ้าในขนมทั้งไงดอกได้จ้านี่ขยมหมักดอลประเทศญี่ปุ่นมนหนึ่งโจกัดจุยมาดอลจ้ากรมกรุซาบอนี่ขยมหมักดอลไปปรักจำหน่ายกวาดห่อเมาปีประเทศอเมริกคือมาดอลในเมาปีโดยเฉพาะหายมนอาโจจะกินบ้านยังบันจุยก็ไอมังกุยเลยในขนมผ่านมันดอกยังสันแล้วดาวมังก็อาจะกินบ้านหายก็ถือการงูตักให้นึงสำหรับวิเพลดได้จังยังจุนก็เติร์ตายให้บองปอนเมื่อกอดอายุ80 ឆ្នាំហើយគាត់អាយុ81ឆ្នាំចាបើសិនជាប្រៀបធៀបជាមួយនឹងឪពុកខ្ញុំគឺគាត់ចំណាស់ប្រហែលគ្នាប៉ុន្តែគាត់ដើរផលកម្លាំងខ្លាំងចង់ជាងពួកខ្ញុំទៅទៀតចាឥឡូវនេះខ្ញុំជូនគាត់ទៅសម្រាប់នេះខ្ញុំសម្រាប់មុននឹងបានបន្តិចដែរចាប្រហែលជា2 ម៉ោងហើយគាត់ក៏មកដល់ដូច្នេះហើយយើងក៏នាំគ្នាញ៉ាំនេះញ៉ាំនោះលេងបន្តិចសិនចាហើយជូនគាត់ទៅសម្រាប់នៅតែដើម្បីចាប់ផ្ដើមពេលល្ងាចយើងចាប់ផ្ដើម explore ចាដើរលេងនៅក្នុងស្រុកចានៅក្នុងប្រទេសជប៉ុននេះបងប្អូននាងខ្ញុំបានកត់សម្គាល់មើលថាប្រទេសរបស់គេគឺពុំសូវមានអ្នកដែលចូលចិត្តជិះម៉ូតូជិះឡានអីប្រហែលទេគឺគេចូលចិត្តគេនិយមជិះចាឡានក្រុងឬមួយក៏រទេះភ្លើងចំណែកដែលចម្ងាយចិត្តអីខ្ញុំឃើញគេភាគច្រើនគឺដើរឬមួយក៏ជិះកង់ចាយើងធ្វើដំណើរនៅក្នុងប្រទេសជប៉ុននេះហើយធ្វើបតដើរមែនប៉ុន្តែយើងអត់សូវមានអារម្មណ៍ថាហត់នឿយទេដោយសារតែអាកាសធាតុគឺអំណោយផលមែនតែនបងប្អូនឥឡូវនេះយើងបានជូនគាត់មកដល់កន្លែងគាត់ស្នាក់នៅហើយប៉ុន្តែនៅក្នុងប្រទេសជប៉ុនគឺភាគច្រើនគឺគេអូប៉ារ៉េតរបៀបដូច apartment អញ្ចឹងពុំសូវមានដូច front desk អ្នកដែល reception អីទេយើងត្រឹមតែថាយើងចូលទៅគឺយើង check in នៅខ្លួនឯងគេហៅ self check in ណាបងប្អូនប្រើម៉ាស៊ីនទាំងអស់ហើយបងប្អូនចូលទៅគឺប្រើលេខកូដសម្ងាត់ហើយចូលបន្ទប់រៀងខ្លួនឯងគេឲ្យលេខកូដយើងចូលចាហើយដោយកន្លែងខ្ញុំគេនេះចឹងដែរអញ្ចឹងយើង check in ខ្លួនឯងគេឲ្យលេខកូដសោអញ្ចឹងយើងមកដល់យើងចង់ដូរកូដក៏ដូរទៅមិនដូរទេក៏ឲ្យទៅចាអញ្ចឹងឥឡូវយើងជូនគាត់ហើយរួចរាល់ហើយក៏មកដល់កន្លែងញ៉ាំអីចានៅក្នុងកន្លែងញ៉ាំអីនេះអាហារថ្ងៃទី1បងប្អូនណាយនេះគឺមានដូចជា hamburger ចា hamburger ចាកូនខ្ញុំមកថ្ងៃដំបូងគឺញ៉ាំបានណាគឺញ៉ាំអីក៏ឆ្ងាញ់ដែរម្ហូបជប៉ុនម្ហូបអឺរ៉ុបប៉ុន្តែដល់ចូលថ្ងៃទី2ទី3ហ្នឹងក៏ស្នើសុំឲ្យធ្វើអីញ៉ាំថែមនៅផ្ទះដែលជាម្ហូបធ្លាប់ញ៉ាំចាឥឡូវយើងកាត់ទៅថ្ងៃទី2តែម្ដងចាថ្ងៃទី2នៅក្នុងពេលព្រឹកចាដោយសារតែយើងត្រូវចូលរួមនៅ World Expo ដូច្នេះហើយគឺនាងខ្ញុំឲ្យកូនញ៉ាំអាហារពេលព្រឹកហើយយើងក៏ទៅចូលរួមមើលនៅ World Expo គេនៅក្នុងអូសាកាហ្នឹងក៏ប៉ុន្តែ World Expo ហ្នឹងគឺនៅក្នុងភូមិផ្សេងណាបងប្អូនចាឥឡូវយើងចូលមកទិញសបុតចាយើងទិញសបុតtrainសបុតភ្លើងចាសបុតភ្លើងឥឡូវអត់ចេះជីទេថ្ងៃទី1គឺអត់ចេះទិញអត់ចេះជីអត់ចេះមើលប្លង់ទៀតដូច្នេះហើយមានខាង agency គេមួយនៅនឹងចាអ្នកដែលគេរងចាំមើលការខុសត្រូវនៅក្នុងកន្លែងលក់សបុតយើងនិយាយថាស្ថានីយ៍រថភ្លើងចាអញ្ចឹងយើងក៏សុំការណែនាំពីគាត់អញ្ចឹងគាត់បង្រៀនអំពីរបៀបដាក់លុយរបៀបទិញសបុតហើយនិងរបៀបមើល map ចាឥឡូវយល់ហើយនៅពេលនេះគឺកូនកន្លោះខ្ញុំទាំងពីរហ្នឹងគឺមើលភ្លាមយល់ភ្លាមចាចំណែកជោគឺគាត់ធ្លាប់ជិះពីមុនមកនៅប្រទេសគាត់ដែរក៏គាត់យល់ឥឡូវខ្ញុំទិញកាតគេហៅ Eco Card អញ្ចឹងខាតហ្នឹងគឺយើងអាចដាក់លុយសម្រាប់ទិញសបុតជិះរថភ្លើងហើយនឹងជិះខ្លួនឯងបើកផ្លូវជិះខ្លួនឯងយើងទិញរបស់ញ៉ាំក្នុងម៉ាតទិញអីបានចាអញ្ចឹងយើងដាក់ចូលលុយចូលក្នុងហ្នឹងទៅហើយយើងជិះចាឥឡូវយើងចេញទៅ World Expo ចាបងប្អូននៅពេលនេះគឺយើងកំពុងធ្វើដំណើរទៅជិះឡានអត់ជិះរថភ្លើងចាយើងត្រូវជិះ 3-4 ដំណាក់ហើយបានយើងឆ្លងទៅជាមួយនឹងឡានក្រុងដែលគេដឹកតែសម្រាប់អ្នកទៅចូលរួម Expo នឹងតែម្ដងចាដំបូងឡើយខំនាំគ្នាយកកៅអៅសិតអាវធំសិតអាវក្រាស់អាវធ្វើការអាវអ៊ុតអាវអីចាដើម្បីទៅចូលរួម World Expo មានដឹងអីណាបងប្អូនដល់ពេលឆែកមើលក្នុង YouTube គេពាក់តែអាវធម្មតាដូច្នេះហើយក៏នាំគ្នាអូខេសម្រាប់ថាពាក់អាវធម្មតាដើម្បីទៅកន្លែងធម្មតាចាឥឡូវគឺយើងក៏សម្រាប់ថាពាក់អាវស្រួលពាក់ទៅចាហើយក៏ទៅចូលរួមគេឯងហើយនៅក្នុងរទេះភ្លើងនេះមានអ្នកទៅចូលរួមមួយចំនួនដែរដូច្នេះហើយខ្ញុំអត់ដឹងពីរបៀបទៅអត់ដឹងកន្លែងទៅអញ្ចឹងក៏ទៅចូលរួមទៅមួយគេមួយឯងទៅបើគេថាចាំដើរតាមគេហើយជួបពូម្នាក់នោះគាត់ធ្វើការនៅកន្លែង Expo នឹងតែម្ដងហើយក៏គាត់នាំយើងទៅតាមផ្លូវដែលគាត់នាំទៅតែម្ដងរៀងអេមដែរមកពីស្រុកខ្មែរក៏មកជួបអ្នកដែលចិត្តបនចាក៏គេជូនយើងទៅទៀតចាហើយតែយើងមិនស្គាល់ផ្លូវចាបងប្អូនសូមជម្រាបឲ្យស្មោះត្រង់ថានៅប្រទេសជប៉ុននេះគឺមនុស្សម្នាសុទ្ធតែជាមនុស្សសុចរិតហើយនាងខ្ញុំនិយាយថាភាគច្រើនថាជាមនុស្សដែលសុចរិតស្បីនាងខ្ញុំមកប្រទេសជប៉ុននេះនាងខ្ញុំធ្វើមានបាត់របស់នៅក្នុងបន្ទប់ទឹកណាមកស្ទុះឡើងនាងខ្ញុំដើរទៅរកវិញគឺមានគេយកទៅទុកក្នុង
lost and found ហើយអញ្ចឹងនេះខ្ញុំពិតជាសូមកោតសរសើរនៅភាពស្មោះត្រង់របស់ជនជាតិជប៉ុនចាគឺគាត់មិនចង់បានរបស់អ្នកដទៃតែបើនៅប្រទេសយើងប្រទេសបាត់បដិសេធដាច់គ្មានសល់ចាបងប្អូនដោយសារតែវីដេអូនេះវែងនេះខ្ញុំនឹងដាក់ចូលទៅក្នុងវីដេអូក្រោយអញ្ចឹងបងប្អូនចាំជួបគ្នានៅវីដេអូក្រោយបាយបាយ